សូមជូនរឿងព្រាបរបស់នឹងក្អែកខ្មៅនៅក្នុងព្រៃដ៏ស្រស់ស្អាតមួយមានសត្វស្លាបរស់នៅជាច្រើនប្រភេទក្នុងចំណោមនោះមានព្រាបមួយក្បាលដែលមានរោមពណ៌ស្អាតនិងក្អែកខ្មៅមួយក្បាលដែលមានរោមខ្មៅលោសត្វជាច្រើនតែងតែសរសើរព្រាបថាស្អាតសុភាពនិងគួរឲ្យស្រឡាញ់តែពួកវាបែរជាមើលងាយក្អែកខ្មៅដោយគ្រាន់តែវាមានរោមពណ៌ខ្មៅពេលក្អែកហោះទៅជិតពួកសត្វខ្លះក៏នាំគ្នាចាក់ចេញហើយនិយាយថាព្រាបស្អាតជាងក្អែកខ្មៅមើលទៅគួរឲ្យខ្លាចណាស់ក្អែកខ្មៅមិនខឹងទេវាគ្រាន់តែបន្តធ្វើអំពើល្អជួយរកអាហារឲ្យសត្វចាស់និងជួយព្រមានគ្រោះថ្នាក់នៅពេលមានសត្វព្រៃចូលមកថ្ងៃមួយភ្លើងឆេះព្រៃបានឆាប់ឆេះយ៉ាងលឿនក្អែកខ្មៅបានហោះខ្ពស់ហើយស្រែកដាស់សត្វទាំងអស់ឲ្យរត់គេចទាន់ពេលដោយសារតែការព្រមានរបស់វាសត្វជាច្រើនបានរួចផុតពីគ្រោះថ្នាក់ព្រាបសបាននិយាយទៅកាន់សត្វទាំងអស់ថាភាពស្រស់ស្អាតនៅខាងក្រៅមិនអាចប្រៀបបាននឹងចិត្តល្អនៅខាងក្នុងទេក្អែកខ្មៅបានជួយសង្គ្រោះយើងទាំងអស់គ្នាចាប់តាំងពីថ្ងៃនោះមកសត្វទាំងអស់ឈប់រើសអើងពណ៌រោមរបស់ក្អែកខ្មៅហើយរស់នៅដោយការគោរពស្រឡាញ់និងជួយគ្នាទៅវិញទៅមកគិតបណ្ឌិតកុំវាតម្លៃអ្នកណាម្នាក់តាមពណ៌សម្បុររូបរាងឬសម្បុរក្រៅតម្លៃពិតរបស់មនុស្សឬសត្វស្ថិតនៅលើទឹកចិត្តសេចក្តីស្មោះត្រង់និងអំពើល្អបើអ្នកចង់ខ្ញុំអាចសរសេររឿងនេះជាស៊េរី10ភាគជារឿងនិទានមានតួអង្គនិងមេរៀនកាន់តែជ្រាលជ្រៅបន្ទាប់ពីគ្រូភ្លើងឆេះព្រៃបានកន្លងផុតទៅសត្វទាំងអស់ចាប់ផ្ដើមគោរពក្អែកខ្មៅកាន់តែច្រើនប៉ុន្តែនៅតែមានសត្វខ្លះមិនទាន់បោះបង់ការរើសអើងឡើយថ្ងៃមួយសត្វអង្គុយប្រជុំគ្នាដើម្បីជ្រើសរើសអ្នកដឹកនាំហ្វូងសត្វខ្លះនិយាយថាយើងគួរជ្រើសរើសព្រាបព្រោះវាស្រស់ស្អាតនិងមានរូបរាងល្អតែក្អែកខ្មៅមិនបានប្រកែកឬខឹងឡើយវាគ្រាន់តែនិយាយថាអ្នកដឹកនាំល្អមិនមែនដោយសាររូបរាងទេប៉ុន្តែដោយសារចិត្តស្មោះត្រង់ប្រាជ្ញានិងការជួយអ្នកដទៃមិនយូរប៉ុន្មានព្យុះខ្លាំងមួយបានបោកបក់មកលើព្រៃសម្បុកសត្វជាច្រើនត្រូវខូចខាតហើយកូនសត្វជាច្រើនជាប់នៅលើមែកឈើខ្ពស់ក្អែកខ្មៅបានហោះហើរជុំវិញព្រៃដឹកនាំសត្វទាំងអស់ឲ្យជួយសង្គ្រោះកូនសត្វព្រាបក៏ចូលរួមជួយយ៉ាងអស់ពីចិត្តក្រោយពេលព្យុះស្ងប់សត្វទាំងអស់បានយល់ថាអ្នកដែលមានចិត្តល្អនិងក្លាហានគឺសំនឹងទទួលការគោរពមិនថាមានរោមពណ៌អ្វីឡើយចាប់ពីថ្ងៃនោះមកព្រាបនិងក្អែកខ្មៅបានក្លាយជាមិត្តល្អបង្រៀនសត្វទាំងអស់ឲ្យរស់នៅដោយសាមគ្គីភាពនិងមិនរើសអើងគ្នារដូវវស្សាបានមកដល់ភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃធ្វើឲ្យទឹកទន្លេឡើងខ្ពស់និងដើមឈើជាច្រើនរលំសត្វតូចខ្វះអាហារនិងកន្លែងស្នាក់នៅព្រាបបានហោះហើរទៅប្រមូលគ្រាប់ពូជនិងផ្លែឈើចែកជូនសត្វដែលកំពុងអត់ឃ្លានចំណែកក្អែកខ្មៅបានហោះស្វែងរកកន្លែងសុវត្ថិភាពហើយនាំសត្វទាំងអស់ទៅជ្រកពីភ្លៀងនិងទឹកជំនន់ឃើញការខិតខំរបស់អ្នកទាំងពីរសត្វទាំងឡាយបាននិយាយថាព្រាបមានចិត្តសប្បុរសហើយក្អែកខ្មៅក៏មានប្រាជ្ញានិងភាពក្លាហានពួកគេទាំងពីរសុទ្ធតែមានតម្លៃដូចគ្នាចាប់តាំងពីថ្ងៃនោះមកគ្មានសត្វណាមើលងាយអ្នកដទៃដោយសារពណ៌រោមឬរូបរាងទៀតឡើយព្រៃទាំងមូលពោពេញដោយសាមគ្គីភាពការគោរពគ្នានិងការជួយគ្នាទៅវិញទៅមកព្រាបនិងក្អែកខ្មៅបាននិយាយទៅកាន់កូនសត្វទាំងអស់ថាចូលកុំវាតម្លៃនរណាម្នាក់ពីរូបរាងខាងក្រៅចូលមើលអំពើល្អទឹកចិត្តនិងការប្រព្រឹត្តរបស់គេនោះហើយជាតម្លៃពិតរបស់មនុស្សនិងសត្វទាំងអស់ចាប់ពីថ្ងៃនោះព្រៃតូចមួយនោះបានក្លាយជាកន្លែងដែលគ្រប់គ្នារស់នៅដោយសេចក្តីស្រឡាញ់ស្មើភាពនិងមិនរើសអើងគ្នាទៀតឡើយគិតបណ្ឌិតរូបរាងអាចខុសគ្នាប៉ុន្តែតម្លៃពិតស្ថិតនៅលើទឹកចិត្តនិងអំពើល្អក្រោយពីព្រៃមានសន្តិភាពសត្វទាំងអស់រស់នៅដោយសាមគ្គីភាពប៉ុន្តែមានក្អែកវ័យក្មេងមួយក្បាលដែលនៅតែមានការឈឺចាប់ក្នុងចិត្តព្រោះធ្លាប់ត្រូវគេមើលងាយដោយសាររោមពណ៌ខ្មៅថ្ងៃមួយវាបាននិយាយទៅកាន់ព្រាបថាហេតុអ្វីខ្ញុំត្រូវអភ័យទោសឲ្យអ្នកដែលធ្លាប់រើសអើងខ្ញុំព្រាបសញឹមស្រាលហើយឆ្លើយថាការអភ័យទោសមិនមែនមានន័យថាភ្លេចនៅអ្វីដែលបានកើតឡើងទេវាជាវិធីដោះលែងចិត្តរបស់យើងពីកំហឹងហើយបើកផ្លូវឲ្យមិត្តភាពថ្មីកើតឡើងពាក្យទាំងនោះធ្វើឲ្យក្អែកវ័យក្មេងគិតយ៉ាងជ្រាលជ្រៅវាចាប់ផ្ដើមនិយាយល្អនិងជួយសាបផ្សេងដោយមិនគិតពីអតីតកាលឃើញដូច្នេះសត្វដែលធ្លាប់រើសអើងក៏បានចូលមកសុំទោសដោយស្មោះក្អែកវ័យក្មេងបានទទួលការសុំទោសហើយនិយាយថាបើយើងនៅតែកាន់កំហឹងព្រៃរបស់យើងនឹងមិនមានសន្តិភាពទេចូលយើងចាប់ផ្ដើមជាថ្មីហើយរស់នៅដោយការគោរពគ្នាចាប់តាំងពីថ្ងៃនោះមកព្រាបនិងក្អែកខ្មៅបានបង្រៀនកូនសត្វគ្រប់ចំនួនថាការគោរពគ្នាការមិនរើសអើងនិងការអភ័យទោសគឺជាគ្រឹះនៃសង្គមដែលមានសេចក្តីសុខបន្ទាប់ពីសត្វទាំងអស់រស់នៅដោយសាមគ្គីភាពព្រៃទាំងមូលមានភាពស្ងប់ស្ងាត់និងសប្បាយរីករាយប៉ុន្តែថ្ងៃមួយមានបក្សីចំណាក់ស្រុកមួយហ្វូងបានហោះមកដល់ព្រៃពួកវាមើលឃើញក្អែកខ្មៅហើយខ្សឹបខ្សៀវគ្នាថាបក្សីខ្មៅប្រកាសជាមិនស្លូតបូតទេយើងគួរតែប្រយ័ត្នក្អែកខ្មៅបានឬពាក្យទាំងនោះប៉ុន្តែមិនតបឡើយវាគ្រាន់តែញឹមហើយបន្តជួយរកទឹកនិងអាហារជូនបក្សីចំណាក់ស្រុកដែលកំពុងនឿយហត់នៅយប់នោះខ្យល់ព្យុះបានបក់យ៉ាងខ្លាំងសម្បុករបស់បក្សីចំណាក់ស្រុកជាច្រើនត្រូវខូចខាតក្អែកខ្មៅនិងព្រាបបានដឹកនាំសត្វទាំងអស់ជួយជួសជុលសម្បុកនិងមើលថែកូនបក្សីរហូតដល់មានសុវត្ថិភាពព្រឹកឡើងមេបក្សីចំណាក់ស្រុកបាននិយាយដោយអៀនខ្មាស់ថាយើងបានវាតម្លៃអ្នកតាមពណ៌រោមប៉ុន្តែថ្ងៃនេះយើងបានឃើញថាទឹកចិត្តរបស់អ្នកស្រស់ស្អាតជាងអ្វីទាំងអស់សូមអភ័យទោសចំពោះការរើសអើងរបស់យើងក្អែកខ្មៅឆ្លើយដោយស្នាមញញឹមថាបើអ្នកបានរៀនពីកំហុសនោះគឺជាជំហានដ៏ល្អចូលយើងរស់នៅដោយការគោរពគ្នាមិនថាខុសគ្នាត្រង់ពណ៌រោមឬរូបរាងឡើយចាប់តាំងពីថ្ងៃនោះពាក្យចាំអារាមនិងការរើសអើងបានបាត់បង់ឥទ្ធិពលនៅក្នុងព្រៃសត្វទាំងអស់រៀនស្គាល់គ្នាតាមអំពើល្អមិនមែនតាមសម្បុកក្រៅ